ការបញ្ជាទិញប្រអប់មួយមានទូរស័ព្ទ Note 18 ចំនួន10គ្រឿងសម្រាប់ធ្វើ Farming TikTok Lite នៅប្រទេសជប៉ុនជាក់ស្ដែងដំណើរការរៀបចំគឺមិនស្មុគស្មាញទេជំហានទី1អ្នកត្រូវការប្រព័ន្ធ Phone Box ដើម្បីគ្រប់គ្រងនិងរៀបចំការកំណត់ជំហានទី2ទូរស័ព្ទនីមួយៗត្រូវមាន IP ផ្សេងគ្នាមានជម្រើសទូទៅ3សម្រាប់ការកំណត់ IP SIM ទិន្នន័យ 4G Proxy VPN វិធីដែលអ្នកជ្រើសរើសអាស្រ័យលើគម្រោងដែលអ្នកកំពុងធ្វើនិងធនធានដែលអ្នកមានស្រាប់ជំហានទី3អ្នកត្រូវការកុំព្យូទ័រមិនចាំបាច់ជាកុំព្យូទ័រខ្លាំងក្លាណាស់ទេប៉ុន្តែមិនគួរចាស់ពេកប្រព័ន្ធដែលមាន RAM 4ដល់ 8GB ល្អបំផុត 8GB ឬច្រើនជាងនេះគឺគ្រប់គ្រាន់សម្រាប់ដំណើរការលឿនដោយមិនមានបញ្ហាអនុវត្តកត្តាសំខាន់មួយទៀតគឺទស្សនៈនិងគំនិតក្នុងការធ្វើការប្រើ Phone Box សម្រាប់ TikTok Lite តែប៉ុណ្ណោះគឺអាចធ្វើបានប៉ុន្តែ TikTok Lite គ្រាន់តែជាគម្រោងរយៈពេលខ្លីសម្រាប់រយៈពេលវែងគួរតែស្វែងរកឱកាសផ្សេងៗដូចជា Pokemon Go ឬ TikTok Affiliate នៅទីផ្សារបរទេសដូចជាអាមេរិកនិងអឺរ៉ុបដែលមានសក្តានុពលខ្ពស់ជាងបើអ្នកស្ថិតនៅប្រទេសកូរ៉េអ្នកក៏អាចធ្វើ TikTok Affiliate កូរ៉េរួមជាមួយឧបករណ៍វីដេអូ AI ដើម្បីបង្កើតប្រាក់ចំណូលដែលមានស្ថិរភាពនិងចីរភាពជាងមុនសរុបមកវិញ TikTok Lite គឺជាគម្រោងចាប់ផ្ដើមដើម្បីជួយអ្នកយល់អំពីវិស័យ MMO ប៉ុណ្ណោះមិនមែនជាដំណោះស្រាយរយៈពេលវែងទេប្រសិនបើអ្នកកំពុងស្ថិតនៅប្រទេសជប៉ុនឬកូរ៉េហើយចង់ទិញប្រព័ន្ធ Phone Box សម្រាប់គម្រោង MMO សូមតាក់ទងមកខ្ញុំដោយផ្ទាល់ខ្ញុំនឹងជួយណែនាំការបញ្ជានិងគាំទ្រយ៉ាងពេញលេញ